នដល់ពេលឃើញក្រុមគ្រូពេទ្យគាត់ចង់មកបណ្ដាសុខភាពជួយបានដែលនៅរៀនអញ្ចឹងគឺមានការសម្រេចចិត្តហើយក៏ចង់ឲ្យមានកម្មវិធីអញ្ចឹងបន្តទៅមុខទៀតព្រោះអីដើម្បីឲ្យយើងដឹងថាកូនយើងសុខភាពមិនដែរការមើលឃើញគាត់ការស្ដាប់ឮការអីរបស់គាត់យ៉ាងម៉េចអញ្ចឹងតែពេលយើងក៏ជាម្ដាយសប្បាយចិត្តបើសិនយើងមើលឃើញដឹងថាគាត់មានបញ្ហាខុសប្រក្រតីហើយគឺយើងអាចជួយបានគាត់ទាន់ពេលវេលាខ្ញុំជាបានរបស់សុខភាពណារៀននៅសាលាវិទ្យាល័យគឺមានអារម្មណ៍ស្គាល់មានដែរការទីពេទ្យគាត់បានចង់មកបន្តខ្ញុំជាអាណាព្យាបាលសុខភាពមានអារម្មណ៍ថាសប្បាយចិត្តដែលបានជាគ្រូពេទ្យសហការជាមួយសាលាដែលមកបណ្ឌិតសុខភាពឲ្យកូនសិស្សកូនរបស់ខ្ញុំដូចគ្នាខ្ញុំក៏សប្បាយចិត្តហើយខ្ញុំនឹងគ្រប់គ្រងឲ្យមន្ទីរពេទ្យអង្គរជប៉ុនសហការជាមួយសាលាផ្សេងៗគឺនឹងឲ្យគ្នាដូចគ្នា